3ចំណុចដែលខ្ញុំលើកឡើងមិនប្រកាសថាវាជារឿងដែលត្រឹមត្រូវទាំងអស់ទេទៅតាមបទពិសោធន៍របស់បងប្អូនទាំងអស់គ្នាខ្ញុំនឹងនិយាយអំពីបទពិសោធន៍របស់ខ្ញុំហើយខ្ញុំជឿថាមុននឹងខ្ញុំចែកម្លែកបទពិសោធន៍នេះ3ចំណុចមិញហ្នឹងបងប្អូនទាំងអស់គ្នាច្បាស់ខ្លះហើយបាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមាន3សំណួរជូនបងប្អូនអរគ្នាបងប្អូនអរគ្នាដែលកំពុងធ្វើ YouTube ហ្នឹងបងប្អូនដឹងទេថាតើ viewer របស់យើងហ្នឹងគាត់មើលវីដេអូរបស់យើងហើយឬក៏គាត់ឃើញ thumbnail របស់យើងដែលវាកំពុងតែបង្ហាញនៅលើ home page YouTube ហ្នឹងណាបងប្អូនដឹងទេថាតើគាត់បានចុចមើលវីដេអូរបស់យើងដែរឬអត់ហើយបើសិនជាគាត់ចុចមើលវីដេអូរបស់យើងតើគាត់នៅមើលវីដេអូរបស់យើងបានយូរទេបើសិនជាគាត់មើលវីដេអូរបស់យើងបានយូរតើប្រកាសទេថាគាត់នឹងចុច subscribeលើ channel របស់យើងថ្ងៃនេះខ្ញុំចេញវីដេអូមួយនេះខ្ញុំនឹងពន្យល់បងប្អូនទាំងអស់គ្នាអំពី3ចំណុចបងប្អូនថ្មីក៏អាចសិក្សាពីវាបានដែរពីព្រោះបងប្អូនគង់តែទៅដល់បងប្អូនដែលកំពុងតែធ្វើហើយចាប់ផ្ដើមរកលុយបានក៏អាចសិក្សាពី3ចំណុចនេះបងប្អូនដែលមានចំណូលហើយក៏អាចស្វែងយល់អំពី3ចំណុចនេះពីព្រោះខ្ញុំជឿថា3ចំណុចនេះសំខាន់សម្រាប់បងប្អូនទាំងអស់គ្នាទី1គឺ impression click through rate ឬក៏យើងហៅថា CTR ដែលបងប្អូនទាំងអស់គ្នាតែងតែមើលឃើញនៅក្នុង channel បងប្អូនទាំងអស់គ្នាជាពិសេសនៅក្នុង YouTube Studio មិនថាបងប្អូនទាំងអស់គ្នាប្រើ app YT Studio នៅក្នុងទូរស័ព្ទឬក៏នៅលើ computer ទេទី2គឺ audience retention អាហ្នឹងក៏សំខាន់ដែរដែលវាពាក់ព័ន្ធទៅនឹង3សំណួរដែលខ្ញុំសួរបងប្អូនទាំងអស់គ្នានៅខាងដើមទី3គឺ top search team អាហ្នឹងវាអាចឲ្យយើងស្វែងយល់អំពី content របស់យើងមានអ្នកមើលមកពីប្រភពណាហើយគាត់ search ប៉ះទៅលើ keyword អីដែលជា keyword ជាពាក្យកន្លឹះឬក៏ជាពាក្យសំខាន់នៅក្នុង channel របស់យើងនៅក្នុងវីដេអូរបស់ខ្ញុំមួយនេះខ្ញុំនឹងបញ្យល់3ចំណុចនេះលម្អិតហើយមួយបងប្អូនអរគ្នាស្ដាប់ខ្ញុំព្យាយាមសង្ខេបឲ្យខ្លីជូនអ្នកទាំងអស់គ្នាចំណុចទី1ជាទូទៅបងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍ថាមូលហេតុអីបានជាអ្នកមើលឬក៏យើងហៅថា viewer គាត់ចុចទៅលើវីដេអូរបស់យើងខ្ញុំបើសិនជាខ្ញុំខ្លួនឯងដែលមើល YouTube ខ្ញុំចុចមើលវីដេអូណាមួយចំណុចដំបូងដែលខ្ញុំចាប់អារម្មណ៍គឺ thumbnail បន្ទាប់មកគឺ title អញ្ចឹងវាពាក់ព័ន្ធទៅនឹងការតាក់ទាញឲ្យគេ click ទៅលើវីដេអូរបស់យើងចំណុចសំខាន់ជាងគេគឺ design thumbnail ឲ្យបានស្អាតចំណងជើងឲ្យមានភាពតាក់ទាញបើសិនជាបងប្អូនទាំងអស់គ្នាមើលនៅក្នុង Analytics បងប្អូនឃើញ impression click through rate នេះឡើងខ្ពស់នោះបានន័យថាវីដេអូរបស់បងប្អូនទាំងអស់គ្នាមួយនេះមានភាពតាក់ទាញហើយភាពតាក់ទាញនោះគឺមាន2ដែលល្អគឺ thumbnail ហើយនិង title ចំណងជើងមានបងប្អូនយើងមួយចំនួនគាត់សួរថាតើចំណងជើងដែលតាក់ទាញហ្នឹងយ៉ាងម៉េចទៅបើសិនជាភាសាខ្មែរខ្ញុំឧទាហរណ៍ថាខ្ញុំទៅលេងកោះរ៉ុងខ្ញុំចំណាយ$25ក្នុងរយៈពេល1ថ្ងៃអញ្ចឹងអាហ្នឹងគឺជាភាពតាក់ទាញហ្នឹងធ្វើឲ្យអ្នកដែលគាត់ចង់ទៅលេងកោះរ៉ុងគាត់ចង់ស្ដាប់ថាតើចំណាយមិនទៅ$25ក្នុងរយៈពេលត្រឹមតែ1ថ្ងៃហើយបើសិនជាបងប្អូនទាំងអស់គ្នាប្រើជាភាសាអង់គ្លេស how to what the best ពាក្យទាំងអស់ហ្នឹងគឺជាពាក្យដែលធ្វើឲ្យមនុស្សមានភាពចាប់អារម្មណ៍ថាអូរបៀបអីធ្វើម៉េចអ្វីគេដែលល្អជាងគេដូច channel មួយដែលខ្ញុំមិនបានបង្ហាញទេដោយសារវាពាក់ព័ន្ធនឹង channel របស់គេ what is inside ពីអ្នកឪពុកកូនហ្នឹងគាត់ដើរខ្វេះតែកំប៉ុងឯងអញ្ចឹងមនុស្សយើងឆ្ងល់ថានៅក្នុងកំប៉ុងហ្នឹងវាមានអីអញ្ចឹងធ្វើឲ្យយើងហ្នឹងចាប់អារម្មណ៍ហើយមើលវីដេអូចាប់ពីចំណុចចាប់ផ្ដើមរហូតដល់ទីបញ្ចប់អាហ្នឹងវាពាក់ព័ន្ធទៅនឹងចំណុចទី2ទៀតគឺ audience retention អញ្ចឹងចំណុចទី2ធ្វើយ៉ាងណាពេលដែលគេចុចលើវីដេអូរបស់យើងហើយឲ្យគេមើលវីដេអូរបស់យើងហ្នឹងចាប់ពីដើមរហូតដល់ចប់កាន់តែវែងកាន់តែល្អសួរថាតើអត្ថប្រយោជន៍អីនៅពេលដែលគេមើលវីដេអូរបស់យើងកាន់តែវែងទី1 YouTube នឹងគិតថាវីដេអូរបស់យើងគឺជាវីដេអូពិសេសល្អដែលអាចរក្សាអ្នកមើលឲ្យគាត់មើលកាន់តែយូរទី2 YouTube នឹងរុញវីដេអូរបស់យើងថ្មីហ្នឹងទៅគាត់បន្តទៀតពីព្រោះវីដេអូរបស់យើងគឺសុទ្ធតែជាវីដេអូដែលគាត់ចាប់អារម្មណ៍អញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាឃើញ audience retention របស់បងប្អូនទាំងអស់គ្នាមាននាទីវែងណាបងប្អូនទាំងអស់គ្នា
អបអរសាទរទៅបាទហើយធ្វើម៉េចដើម្បីឲ្យគាត់អាចរក្សាបានអ្នកនរគ្នាត្រូវចេះប្រើ hook នៅ30វិនាទីដំបូងគឺសំខាន់សម្រាប់វីដេអូរបស់បងប្អូនទាំងអស់គ្នានៅពេលចំណុចទី3ចប់ខ្ញុំនឹងបញ្យល់បងប្អូនទាំងអស់គ្នាអំពីច្បាប់ឬក៏បែបផែននៃការដំណើរការរបស់ YouTube អញ្ចឹងមកដល់ចំណុចទី3សម្រាប់បងប្អូនដែលគាត់គិតថាគាត់អត់ទាន់យល់អំពីពាក្យ search team ហ្នឹង search team បានន័យថារាល់អ៊ីនធឺណិតរាល់បណ្ដាញសង្គមរាល់ website ទាំងឡាយដែល run នៅលើអ៊ីនធឺណិតគឺតែងតែមាន search engine របស់ខ្លួនដូច Google គឺមាន Google ផ្ទាល់ខ្លួនតែម្ដងសម្រាប់ search អញ្ចឹងវាអាចឲ្យយើងដឹងថានៅពេលដែលយើងចូលទៅមើល analytics នៃវីដេអូរបស់យើងឬក៏ channel របស់យើងអាចឲ្យយើងដឹងថាអូប្រភពនៃការស្វែងរកហ្នឹងគឺស្វែងរកចេញពីប្រភពណាមកខ្លះតាមរយៈអីតាមរយៈ website ណាតាមរយៈប្រភពណាតាមរយៈ keyword អីអញ្ចឹងធ្វើម៉េចដើម្បីឲ្យគេ search ទៅវាងាយឃើញវាពាក់ព័ន្ធទៅនឹងចំណងជើងហើយនឹង description អាហ្នឹងវារួមផ្សំជាមួយនឹង tag ហើយអាទាំងអស់ហ្នឹងគេហៅថាជា keyword ដូចដែលខ្ញុំបានបញ្ជាក់អញ្ចឹងវាពាក់ព័ន្ធទៅនឹងចំណុចទី1ឡើងវិញនៅពេលដែលបងប្អូនទាំងអស់គ្នាដាក់ចំណងជើងតាក់ទាញ design thumbnail បានល្អ keyword របស់បងប្អូនទាំងអស់គ្នាគឺចំណងជើងនឹងឯងអញ្ចឹងពេលដែលដាក់ចំណងជើងត្រូវពេលដែលគេ search មកគឺប៉ះវីដេអូរបស់យើងទៅមុនគេអញ្ចឹង3ចំណុចដែលខ្ញុំលើកឡើងសម្រាប់បងប្អូនទាំងអស់គ្នាហ្នឹងគឺគ្រាន់តែជាគន្លឹះខ្លីសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាយកទៅគិតពិចារណាឡើងវិញដើម្បីកែសម្រួលវីដេអូរបស់បងប្អូនទាំងអស់គ្នាឡើងវិញដើម្បីកុំឲ្យបងប្អូនទាំងអស់គ្នាចេះតែមានកំហុសឬក៏ចេះតែធ្វើទៅសរុបមកវិញ3ចំណុចដែលខ្ញុំលើកឡើងមិនប្រកាសថាវាជារឿងដែលត្រឹមត្រូវទាំងអស់ទេទៅតាមបទពិសោធន៍របស់បងប្អូនទាំងអស់គ្នាខ្ញុំនឹងនិយាយអំពីបទពិសោធន៍របស់ខ្ញុំហើយខ្ញុំជឿថាមុននឹងខ្ញុំចែកម្លែកបទពិសោធន៍នេះ3ចំណុចមិញហ្នឹងបងប្អូនទាំងអស់គ្នាច្បាស់ខ្លះហើយបាទសម្រាប់បងប្អូនថ្មីដែលអត់ទាន់បាន subscribe channel របស់ខ្ញុំអាច subscribe channel របស់ខ្ញុំឬក៏ follow page របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំបងប្អូនដែលត្រូវការ computer គ្រប់ប្រភេទអាចតាក់ទងមកខ្ញុំបានហើយអាចជួបគ្នាខ្ញុំនឹងពិភាក្សាជាមួយបងប្អូនទាំងអស់គ្នាដើម្បីកុំឲ្យបងប្អូនទាំងអស់គ្នាដែលខុសផ្លូវអូខេឥឡូវខ្ញុំនិយាយអំពីបទពិសោធន៍របស់ខ្ញុំមានបទពិសោធន៍មិនថាខ្ញុំមិនថាបងប្អូនផ្សេងទៀតទេ YouTube គឺជាដំណើរផ្សងព្រេងដូចជាជីវិតរបស់យើងអញ្ចឹងយើងអត់អាចស្មានគិតមុនថាកលឹះអញ្ចឹងធ្វើទៅដឹងតែជោគជ័យដឹងតែក្តីរំពឹងយើង 100% ទេដូចជាជីវិតរបស់យើងដែលយើងមានផែនការសម្រាប់ស្អែកប៉ុន្តែស្អែកឡើងជួនកាលយើងអត់បានបំពេញផែនការឬក៏លទ្ធផលដែលយើងរំពឹងទុកបែបហ្នឹងទេដូចគ្នា YouTube ជួនកាលវីដេអូខ្លះខ្ញុំថតដោយព្រឹត្តព្រៀងផ្ចិតផ្ចង់កាត់វីដេអូស្អាតល្អដែលយើងមើលទៅថាជា professional ហើយខ្ញុំ design thumbnail យ៉ាងស្អាតដែលខ្ញុំមើលទៅថាចាប់អារម្មណ៍តាក់ទាញចំណងជើងខ្ញុំដាក់ឲ្យភាពតាក់ទាញ keyword ខ្ញុំដាក់ទាំងអស់គ្រប់500ពាក្យ take អីគឺថាមើលទៅស្អាតដែលរំពឹងថានឹងទទួលបាន view ខ្លាំងជាងវីដេអូមុនតែលទ្ធផលចុងក្រោយគឺខុសពីក្តីរំពឹងទុក view 48ម៉ោងអត់បាន 1k ផងពេលខ្លះចាញ់ទាំងវីដេអូដែលខ្ញុំថតចកាច់ចកើដែលខ្ញុំចែករំលែកដោយធម្មជាតិដោយចេញអំពីគេហៅថា organic ពិតដូចករណី Studio អញ្ចឹងរៀប Studio ឡើងស្អាតប៉ុន្តែថតអត់មាន view ដល់ពេលដើរនិយាយដើរថតឬក៏តាមបន្ទប់ផ្សេងដែលអាចថាមើលទៅសមរម្យគឺទៅជាមាន view ខ្លាំងជាងអញ្ចឹងត្រឡប់មកវិញបងប្អូនទាំងអស់គ្នាកុំរំពឹងទុកនៅក្នុង YouTube ខ្ពស់ពេកធ្វើដំណើរជាមួយវាមួយមានឱកាសថតវីដេអូពេលណាថតពេលហ្នឹងកុំចាំបាច់ថាតើតើមានកាមេរ៉ាថ្លៃតើតើកន្លែងស្ងាត់ល្អបានបងប្អូនទាំងអស់គ្នាអាចថតវីដេអូបានចាប់ផ្ដើមនៅអ្វីដែលយើងមានចេញដំណើរទាំងអស់គ្នាខ្ញុំជឿថាបងប្អូនទាំងអស់គ្នាអាចទៅបានហើយរឿង3ចំណុចដែលខ្ញុំចែកម្លែកពីដើមបងប្អូនទាំងអស់គ្នាគ្រាន់តែជាមេរៀនដែលយើងអាចស្វែងយល់បន្ថែមទៀតហើយអភិវឌ្ឍខ្លួនឯងបន្តទៀតបងប្អូនទាំងអស់គ្នាមានសំណួរអីមានចម្ងល់អីអាច comment ខាងក្រោមវីដេអូរបស់ខ្ញុំមានពេល
ខ្ញុំនឹងឆ្លើយតបសំណួររបស់បងប្អូនទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នាជួបខ្ញុំនៅវីដេអូរបស់ខ្ញុំថ្មីៗបន្តទៀតមិនបោះបង់ចោលអ្នកទាំងអស់គ្នាជាដាច់ខាតអរគុណ